nhưng khi nhom mua pon sấy mắm nhom chia mà cha hang kêu ở lăng ca Diamond and Jerry nhom ban sầm lại chơi tô riêng thằng nào bằng đa vẽ sạc cân lập hiệp nứng cứ trong upgradeពី business ខ្លួនឯងជា family business ទៅជាអាជីវកម្មមួយដែលមានអាយុកាលវែងហើយនឹងមានភាពរឹងមាំខ្ញុំបានសម្រេចចិត្តចូលទៅរៀនវគ្គសហគ្រិនភាពហ្នឹងគឺបានផ្ដល់គំនិតអាជីវកម្មមួយចំនួនដែលឲ្យខ្ញុំបានយល់កាន់តែច្បាស់ពីការធ្វើអាជីវកម្មបន្ទាប់ពីរៀនចប់មកខ្ញុំក៏អាចទៅសេនៅផែនការអាជីវកម្មមួយសម្រាប់ខ្លួនឯងហើយបន្ទាប់មកខ្ញុំក៏បាន apply វាមកដល់បច្ចុប្បន្នខ្ញុំបាទដុកទ័រចម្រុងជាម្ចាស់បន្ទប់ពិគ្រោះជំងឺសើស្បែកហើយនិង laser នៅចម្រុងរដ្ឋ Skin and Laser បន្ទាប់ពីខ្ញុំរៀនវគ្គ EM ជំនាន់ទី31នៅ CJCC នេះហើយទី1ខ្ញុំបង្កើតទំនាក់ទំនងថ្មីជាមួយនឹងសហគ្រិនភាពថ្មីដែលគាត់មកគ្រប់ស្ថាប័នហើយខ្ញុំទទួលបានចំណេះដឹងល្អពីវគ្គរៀន EN ហ្នឹងពីមុនខ្ញុំអត់ដែលដឹងពី market research ហើយនឹងតាក់ទងទៅនឹង digital marketing ច្រើនទេហើយមួយទៀតសំខាន់ជាងគេតាក់ទងជាមួយនឹង business model canvas អាហ្នឹងពីមុនមកបើយើងអត់បានចូលរៀនយើងអត់ដឹងថាវាល្អយ៉ាងម៉េចទេសម្រាប់អ្នកដែលចង់បើកអាជីវកម្ម business model canvas ហ្នឹងគឺវាល្អមែនតើហើយមួយទៀតតាក់ទងជាមួយនឹង KPI មានន័យថាយើងអាចយកមក apply សម្រាប់កន្លែងរបស់យើងបុគ្គលិករបស់យើងហើយនឹងខ្លួនយើងផងដែរហើយខ្ញុំពិតជាអរគុណដល់ CJCC ដែលមានឋានៈបដិបដាសហគ្រិនភាពសម្រាប់ឲ្យម្ចាស់អាជីវកម្មទាំងឡាយដែលចង់ start up business ឲ្យមានគំនិតច្នៃប្រឌិតកាន់តែរឹងមាំស៊ីជម្រៅហើយនឹងស្វែងយល់ឲ្យពិតប្រាកដថាហេតុអ្វីបានជាយើងត្រូវបង្កើតអាជីវកម្មមួយដែលមានការគិតពិចារណាការវិភាគការ research និងរបៀបធ្វើទីផ្សារហើយអ្វីទៅដែលគេហៅថា branding សម្រាប់អាជីវកម្មខ្លួនឯងជាចុងក្រោយខ្ញុំសូមលើកទឹកចិត្តបងប្អូនដែលចង់បង្កើតអាជីវកម្មថ្មីឬក៏ចង់មានគម្រោងសម្រាប់ទៅបង្កើតអាជីវកម្មបងប្អូនអាចតាក់ទងទៅខាង CJCC សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សាបណ្ដុះបណ្ដាលសហគ្រិនភាពមួយនេះព្រោះពួកគាត់អាចបង្ហាញឲ្យបងប្អូននៅគម្រោងដ៏ច្បាស់លាស់ភាពស៊ីជម្រៅហើយនិងភាពរឹងមាំនៃអាជីវកម្មបងប្អូនបានខ្ញុំចង់បន្ថែមតាក់ទងទៅនឹងបងប្អូនដែលចាប់ផ្ដើមអាជីវកម្មជាមួយនឹង SME មានចំណាប់អារម្មណ៍តាក់ទងជាមួយនឹងវគ្គ EN នេះគឺវាល្អមែនតើវាជួយ improve ទៅលើភាពជាសហគ្រិនភាពរបស់យើងមួយហើយយើងបង្កើតទំនាក់ទំនងបានល្អហើយយើងទទួលបានចំណេះដឹងថ្មីពីលោកគ្រូដែលគាត់មានបទពិសោធន៍ច្រើនមែនតើនៅក្នុងវគ្គ EN ហ្នឹងវគ្គបណ្ដុះបណ្ដាលសហគ្រិនភាពរបស់ CJCC យើងនេះគឺយើងរៀបចំឡើងដើម្បីបានជាប្រយោជន៍ដល់សកលកម្មចំនួន3ប្រភេទដែលប្រភេទទី1នោះគឺផ្ដោតទៅលើសកលកម្មដែលគាត់មានបំណងចង់ចាប់ផ្ដើមអាជីវកម្មដែលជាក្តីសម័យរបស់គាត់សកលកម្មប្រភេទទី2គឺជាប្រភេទបុគ្គលិកដែលគាត់កំពុងតែបម្រើការគ្រប់ស្ថាប័ននានាគាត់មានបំណងចង់បង្កើនជំនាញសហគ្រិនភាពរបស់ខ្លួនដែលអាចគាត់កាន់តែជាបុគ្គលិកមួយមានគុណតម្លៃបន្ថែមដែលជួយស្ថាប័នរបស់គាត់កាន់តែរីកចម្រើនបានសកម្មប្រភេទទី3នោះគឺជាម្ចាស់អាជីវកម្មដែលគាត់មានបំណងចង់បង្កើនសមត្ថភាពខ្លួនគាត់ក្នុងការគ្រប់គ្រងក៏ដូចជាការដឹកនាំអាជីវកម្មរបស់គាត់ឲ្យកាន់តែប្រសើរដែលអាចឈានទៅដល់គាត់អាចធ្វើឲ្យអាជីវកម្មរបស់គាត់មានលក្ខណៈជាប្រព័ន្ធមួយត្រឹមត្រូវបាន